អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមានបានដឹងទីតាំងរោងចក្រផលិតបារីកិច្ចពន្ធរបស់ចិនមួយកន្លែងនៅក្នុងសង្កាត់ភ្លើងឆេរតេសខណ្ឌកំពូលដែរឬទេបើបាត់ដឹងហើយសូមជួយចូលបង្ក្រាបផងទៀនទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងកំពុងលាក់ខ្លួនពួនអាត្មាក្នុងសង្កាត់ភ្លើងឆេរតេសដែលជាកន្លែងផលិតបារីកិច្ចពន្ធស្តុកនិងចែកចាយទៅប្រទេសវៀតណាមនិងតាមបណ្ដាប្រទេសផ្សេងៗទៀតដែលជាដៃគូសហការរបស់ឈ្មួញទុច្ចរិតដែលបានធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងខ្លាំងនិងកំពុងបង្កើនខ្លួនបញ្ជាក់ប្រាប់មហាជនថាខ្លួនមានខ្នងបង្អែកដ៏រឹងមាំសូម្បីតែអាជ្ញាធរក៏មិនហ៊ានជាមួយដែរបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងផលិតនិងចែកចាយផលិតផលបារីចិនដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះបុគ្គលិកមិនត្រូវឲ្យទៅផ្ទះនោះទេគឺបានន័យថាធ្វើការនៅក្នុងនឹងសម្រាប់នៅទីនេះតែម្ដងប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយគឺមិនងាយស្រួលក្នុងការសុំច្បាប់នោះឡើយប្រភពបានបន្តឲ្យដឹងទៀតថារាល់ការចេញចូលគឺត្រូវបានរឹតបន្តឹងបិទទ្វារជិតរីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការនិងអ្នកចាំមើលផ្លូវដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតបើមើលពីខាងក្រៅទៅនោះជាឃ្លាំងធម្មតាថែមទាំងមានដាក់ផ្លាកជួលថែមទៀតផងទាំងនេះគ្រាន់តែជាការបំបាំងភ្នែកមហាជនតែប៉ុណ្ណោះការពិតនៅខាងក្នុងគឺសំងំលួចលាក់ផលិតបារីសោះជាស្ដែងនៅល្ងាចថ្ងៃទី15ខែមិនិនាឆ្នាំ2025អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចទីតាំងផ្ទាល់ដើម្បីផ្តិតយករូបភាពនិងសកម្មភាពវីដេអូមួយចំនួននៃការដឹកទំនិញចេញចូលរបស់ទីតាំងខាងលើប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកខឹមសុនសូដាជាអភិបាលខណ្ឌកំពូលក្នុងនាមគណៈមេបញ្ជាការឯកភាពគួរចាត់វិធានការយ៉ាងណាវិញចំពោះទីតាំងផលិតបារីកិច្ចពន្ធខុសច្បាប់នៅខណ្ឌកំពូលដែលជាប្រភពផលិតបារីមិនអនុលោមតាមច្បាប់គ្រប់គ្រាន់ដើម្បីនាំចេញទៅបរទេសអគ្គនាយកដ្ឋានគយនិងរដ្ឋកោក្រសួងឧស្សាហកម្មនិងស្ថាប័នពាក់ព័ន្ធនិងមន្ត្រីជំនាញនាយកដ្ឋានក៏បបគួរតែអនុវត្តច្បាប់ដែលបានចែងក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់ផលិតផលក្លែងក្លាយដើម្បីបញ្ជាក់ពីសមត្ថភាពនៃស្ថាប័នដែលបានចែងនិងប្រកាសជាសាធារណៈប៉ុន្តែអ្វីដែលអង្គភាពសារព័ត៌មានយើងចង់បង្ហោះនោះគឺក្លិនរបស់ថ្នាំរួមនឹងសារធាតុញៀនមួយចំនួនដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងកើតជំងឺផ្សេងៗជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតសូមបញ្ជាក់ថាកន្លងមកមានបណ្ដាអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធផ្សេងៗជួយឆ្លៃបំភ្លឺចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តីគ្រាន់តែជារនាំងបិទបាំងផលិតបារីនិងសារធាតុញៀននិងផលិតស្លាកយីហោផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាកចំនួនផលិតផលនិងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូចមធ្យមនិងខ្នាតធំនិងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួននិងសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្មផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានផ្ដល់ជូននៅតម្លៃនិងផលិតផលបានកំណត់ត្រូវតែមានការបង់ពន្ធទៅតាមម៉ាកនីមួយៗដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោឬប្រភេទផលិតផលអង្គភាពសារព័ត៌មានបានសុំកិច្ចសម្ភាសន៍ពីលោកស៊ិនវុធីចៅសង្កាត់ភ្លើងឆេរតេសនាព្រឹកថ្ងៃទី17ខែមិនិនាឆ្នាំ2025នេះដោយលោកបានបញ្ជាក់តបវិញយ៉ាងដូចនេះថារោងចក្រផលិតផលបារីចិននេះគ្មានច្បាប់ពីខាងអាជ្ញាធរសង្កាត់របស់លោកនោះឡើយលោកស៊ិនវុធីចៅសង្កាត់បានបន្តទៀតថារោងចក្រផលិតបារីចិននេះគឺបើកដំណើរការរាប់ឆ្នាំកន្លងមកហើយគឺតាំងពីចំនួនចៅសង្កាត់ចាស់មកម្លេះដោយឡែករូបលោកគឺទើបតែឡើងមកកាន់តំណែងជាចៅសង្កាត់ភ្លើងឆេរតេសក្នុងអាណត្តិទី7នេះតែប៉ុណ្ណោះ